មនុស្សនេះហ៊ានវាយខ្ញុំទៀតឯអ្នកវាយខ្ញុំគឺជាស្ត្រីចំណាស់ដែលស្លាប់នេះ ម៉ាក់កងជន់ចិត្តស្លាប់ហើយមែនទេ ឯងហ៊ាន វូស៊ុនស៊ីចាត់ទុកខ្ញុំជារបស់ដែលមិនសមមុខតែងតែត្រូវគេធ្វើបាបតាមតែចិត្តតែហេតុអីទៅខ្ញុំជាកូនស្រីដ៏ថ្លៃថ្លារបស់ម៉ាក់ហេតុអីបានជាត្រូវវូស៊ុនស៊ីមកធ្វើបាបហើយហេតុអីបានជាគេគិតថាខ្ញុំចង់ត្រឡប់ទៅផ្ទះត្រកូលវូដែលកាចសាហាវនោះ មីងលូតើអ្នកមិនអីទេ មុននេះខ្ញុំមើលមានគេស្រែកយំនៅក្នុងបរិវេណផ្ទះអ្នកធ្វើអីចឹងសិនទៅស្ត្រីនេះនៅតែដឹងមកជួយខ្ញុំមានន័យថានាងនៅតែមានអារម្មណ៍ចាស់ជាមួយខ្ញុំអញ្ចឹងខ្ញុំក៏មិនមែនមិនអាចឯងស្រីកំណាចអាហប់តើមានរឿងអ្វីកើតឡើងមានចោរប្លន់ទៀតហើយឬអាហប់ មានមនុស្សស្លាប់ហើយមែនទេមិនទាន់ស្លាប់ទេមនុស្សនេះជាត្រកូលវូពីភូមិតូចវាងមកលួចចូលផ្ទះនៅពាក់កណ្ដាលយប់គ្មានចិត្តណាល្អទេខ្ញុំត្រូវទៅផ្ទះត្រកូលវូសួរមើលកូនឆ្កែនេះចង់ធ្វើអ្វី មីងលូរកខ្ញុំមួយផងយើងទាំងអស់គ្នាទៅសួរផ្ទះត្រកូលវូទាំងអស់គ្នារឿងសមហេតុផលបែបនេះថែមទាំងមកភូមិយើងទៀតចង់ធ្វើអ្វី សៀវដងអូមនុស្សនេះទៅយើងទៅភូមិតូចវាង បាទមីងលូ បើកទ្វារកុំបុកស្លាប់កូនប្រុសល្អដែលត្រកូលវូអ្នកចិញ្ចឹមថ្ងៃនេះត្រូវតែពន្យល់យើង អ្នកណាពាក់កណ្ដាលយប់មិនដេកមកគោះទ្វារផ្ទះអ្នកណាម៉ាក់អ្នកឆាប់ជួយខ្ញុំទៅពួកគេចង់សម្លាប់ខ្ញុំ សុនស៊ីឯងធ្វើអីកូនប្រុសខ្ញុំធ្វើអីកូនប្រុសអ្នកហេតុអីអ្នកមិនសួរថាគាត់មកដល់ក្នុងផ្ទះខ្ញុំកណ្ដាលយប់ចង់ធ្វើអីឯងជ្រើសយកអ្នកណានរណាដឹងថាគាត់រត់ទៅខ្លួនឯងឬក៏ត្រូវគេលបួងទៅកូនស្រីផ្ទះអ្នកមិនអាចធ្វើរឿងអ្វីបានដោយសារតែរបស់ដែលខូចដោយកូនប្រុសអ្នកនេះខ្ញុំទៅលបួងគេក៏មិនព្រមនោមដាក់កញ្ចក់មើលខ្លួនឯងផងកាលនោះខ្ញុំខ្វាក់ភ្នែកហើយបានរៀបការចូលផ្ទះអ្នកឥឡូវខ្ញុំស្អប់កូនប្រុសអ្នកចង់ឲ្យគាត់ស្លាប់ឆាប់ទៅហើមឯងវាយខ្ញុំនេះគឺអ្នកខ្ញុំប្រាប់អ្នកថាបើកូនប្រុសអ្នកហ៊ានចូលមកក្នុងផ្ទះខ្ញុំទៀតខ្ញុំនឹងបញ្ជូនគាត់ទៅនរកគ្រួសារអ្នកទាំងអស់គ្នាអន់ជាងឆ្កែទៀតគ្មានអ្នកណាល្អទេគ្រួសារត្រកូលសុងអ្នកធ្វើបាបមនុស្សខ្លាំងពេកហើយនេះសុទ្ធតែជាកូនប្រសារផ្ទះអ្នកមិនបានជាកូនចៅបែបនេះទៅមិនបានជាហ៊ានវាយសម្លាប់បែបនេះ អាហល់មីងលូមិនក៏ជាអ្នកទៀតហើយ លោកម្ចាស់លីចឹងរឿងនេះមិនអាចបន្ទោសខ្ញុំបានទេគឺវូស៊ុនស៊ីលួចចូលផ្ទះខ្ញុំកណ្ដាលយប់មិនដឹងចង់ធ្វើអ្វីលោកម្ចាស់លីចឹងអ្នកត្រូវតែជួយខ្ញុំផងអ្នកមើលកូនប្រុសខ្ញុំត្រូវពួកគេធ្វើបាបយ៉ាងនេះ ឈប់យំទៅសរុបមករឿងនេះគឺបណ្ដាមកពីកូនប្រុសអ្នកសងប្រាក់ត្រកូលសុងចំនួន2ដំឡឹងទៅហើយកុំបង្កបញ្ហានៅត្រកូលវូទៀត គេសម្លាប់កូនប្រុសខ្ញុំថែមទាំងត្រូវសងប្រាក់គេទៀត នរណាបានឲ្យកូនប្រុសអ្នករត់ចូលផ្ទះគេពាក់កណ្ដាលយប់យ៉ាងនេះកុំថាឡើយគ្រាន់តែរងរបួសទោះបីជាត្រូវគេបាញ់ស្លាប់នៅនឹងកន្លែងក៏គ្រាន់តែចាត់ទុកថាគាត់អកុសលដែរ ណែតរិឆានកូនប្រុសខ្ញុំគួរឲ្យអាណិត លោកម្ចាស់លីចឹងខ្ញុំមានរឿងមួយចង់ជម្រាបលោក មានរឿងអ្វី ខ្ញុំចង់ផ្លាស់ទៅលូយៀន អីគេ យប់មិញអរគុណលោកម្ចាស់លីចឹងដែលបានជួយឥទ្ធិពលរបស់ត្រកូលវូចាប់ផ្ដើមបាត់បង់ដោយរលូនថ្ងៃនេះគួរតែយករបស់របរខ្លះទៅជូនផ្ទះគាត់ទៅល្អគ្រាន់តែគួរតែជូនអ្វីទៅភ្លើងឆេះហើយឆាប់ជួយពន្លត់ភ្លើងផង ឆេះកន្លែងណាឬថាជាផ្ទះជាងឈើខាងមុខផ្លូវស៊ីដងជាងឈើឈៀន កូនអូនមើលម៉ាក់ផងបើកភ្នែកមើលម៉ាក់ផងអូ ប៉ាខ្ញុំនៅខាងក្នុងមិនល្អទេមិនក៏ជាងឈើឈៀន